សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Media 100K សូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃក្តាមស្រែខ្ញុំសូមលើកយកអត្ថប្រយោជន៍សំខាន់ៗរបស់ក្តាមស្រែមកបង្ហាញដូចខាងក្រោមអត្ថប្រយោជន៍ក្តាមស្រែ 1. ផ្នែកសេដ្ឋកិច្ចនិងអាហារូបត្ថម្ភជាប្រភពចំណូលក្តាមស្រែអាចចាប់បានពីធម្មជាតិឬចិញ្ចឹមក្នុងស្រែលក់បន្ថែមប្រាក់ចំណូលដល់គ្រួសារជាអាហារបំប៉នខ្ពស់សាច់ក្តាមសម្បូរប្រូតេអ៊ីនកាល់ស្យូមនិងសារធាតុរ៉ែល្អសម្រាប់កុមារនិងមនុស្សចាស់ 2. ផ្នែកកសិកម្មនិងបរិស្ថានជួយបង្កើនជីវជាតិដីក្តាមជីករណ្ដៅធ្វើឲ្យដីរបេះមានខ្យល់ចេញចូលនិងលាមកវាក៏ជាជីធម្មជាតិសម្រាប់ដំណាំស្រូវផងដែរកម្ចាត់សត្វល្អិតវាស៊ីសត្វល្អិតនិងដង្កូវសត្វល្អិតមួយចំនួនក្នុងស្រែជួយកាត់បន្ថយការប្រើថ្នាំពុលជាផ្នែកនៃប្រព័ន្ធអេកូឡូស៊ីវាជាអាហាររបស់សត្វស្លាបត្រីនិងសត្វដទៃទៀតផ្នែកវប្បធម៌និងសង្គមជាប្រពៃណីកសិកម្មការចាប់ក្តាមស្រែជារបៀបរស់នៅជាមួយរបស់កសិករខ្មែរដែលបង្ហាញពីទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិបង្កើតទំនាក់ទំនងសង្គមការទៅចាប់ក្តាមតាមរដូវជាឱកាសឲ្យសមាជិកគ្រួសារឬអ្នកភូមិបានជួបជុំគ្នាសរុបមកក្តាមស្រែមិនត្រឹមតែផ្ដល់ចំណីអាហារនិងប្រាក់ចំណូលប៉ុណ្ណោះទេថែមទាំងជួយថែរក្សាបរិស្ថាននិងវប្បធម៌កសិកម្មខ្មែរទៀតផងសូមអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់ពីដើមដល់ចប់សូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ